ថាតំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23នឹងចូលទៅជួបការិយាល័យតំណាងការិយាល័យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC គឺនៅថ្ងៃច័ន្ទទី24ខែសីហានៅទីក្រុងឡាអេប្រទេសហូឡង់បាទដូច្នេះសូមលោកនាងស្ដាប់សេចក្តីរាយការណ៍នេះពិស្ដាររបស់អ្នកស្រីខណ្ឌលក្ខិណាដូចតទៅរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ដែលដឹកនាំដោយលោកសំរងស៊ីនិងបញ្ជូនតំណាងរបស់ខ្លួនចំនួន4រូបទៅជួបតំណាងការិយាល័យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិដល់ទីក្រុងឡាអេប្រទេសហូឡង់នៅថ្ងៃទី24ខែសីហាខាងមុខនេះដើម្បីផ្ដល់សក្ខីកម្មឬការពន្យល់បន្ថែមពាក់ព័ន្ធនឹងបណ្ដឹងដែលប្តឹងភាគីថៃឲ្យទទួលខុសត្រូវឧក្រិដ្ឋកម្មសង្គ្រាមនិងមេដឹកនាំនៅកម្ពុជាលើផ្នែកនៃការស្លាប់ជនស៊ីវិលសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23នៅថ្ងៃទី20ខែសីហាឲ្យដឹងថាអ្នកតំណាងនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ទាំង4រូបនោះរួមមានប្រធានស្ថាប័នការបរទេសនិងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអ្នកស្រីថិតកំហ៊ុនប្រធានស្ថាប័នអធិបតេយ្យជាតិព្រំដែននិងអន្តោប្រវេសន៍លោកអ៊ុំសំអានប្រធានស្ថាប័នប្រជាធិបតេយ្យយុត្តិធម៌សង្គមនិងសិទ្ធិមនុស្សលោកអ៊ូស្បឌីនិងអនុប្រធានស្ថាប័នការបរទេសនិងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអ្នកស្រីអ៊ូលីនដារដ្ឋាភិបាលកម្ពុជាឯករាជ្យ$23អះអាងថាខ្លួនប្រឹងប្រែងដោយស្វាហាប់និងស្មោះត្រង់នៅគ្រប់មធ្យោបាយនៃយន្តការអន្តរជាតិនិងច្បាប់អន្តរជាតិដើម្បីការពារទឹកដីនៃប្រទេសកម្ពុជាប្រធានស្ថាប័នអធិបតេយ្យជាតិព្រំដែននិងអន្តោប្រវេសន៍លោកអ៊ុំសំអានប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី21ខែសីហាថារដ្ឋាភិបាលលោកហ៊ុនម៉ាណែតមិនហ៊ានប្តឹងថៃដូច្នេះរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ត្រូវតែប្តឹងថៃដើម្បីរកយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសកម្ពុជាលោកថាក្រុមការងាររដ្ឋាភិបាលក្រៅប្រទេសនេះមានភ័ស្តុតាងរឹងមាំដើម្បីដាក់បន្ទុកភាគីថៃឲ្យទទួលខុសត្រូវនិងគ្រងទាមទារសំណងពីភាគីថៃពី$100,000លានទៅ$300,000លានដើម្បីសងការខូចខាតរបស់ពលរដ្ឋខ្មែររងគ្រោះនិងជាតិកម្ពុជាប្រសិនបើតុលាការព្រហ្មទណ្ឌអន្តរជាតិចាត់ការដំណើរការក្តីជាផ្លូវការបាទយើងមានផុសតាងដូចជាការថៃប្រើប្រាស់ក្របបែកចង្កោមប្រើផ្សែងពុលមកលើទាហានខ្មែរមកលើពលរដ្ឋខ្មែរហើយនឹងការទម្លាក់ក្របមកលើប្រាសាទព្រះវិហារប្រាសាទតាកបីហើយនឹងការទម្លាក់ក្របពីយន្តហោះ F16 យន្តហោះ Gripen មកលើលំនៅឋានផ្ទះប្រជាពលរដ្ឋវត្តអារាមសាលារៀនមន្ទីរពេទ្យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាដូចជាផ្លូវថ្នល់ស្ពានអីជាដើមហើយនឹងការទម្លាក់ក្របបែកទៅលើកាស៊ីណូដែលធ្វើឲ្យស្លាប់ជនស៊ីវិលខ្មែរនៅបរទេសហើយនឹងថៃបានសម្រាប់ពលរដ្ឋខ្មែរនៅភូមិជោគជ័យម្នាក់ហើយនៅរបួស3នាក់មុនសង្គ្រាមបើជាដើមអាហ្នឹងជាផុសតាងដែលយើងរៀបចំដើម្បីដាក់ឯកសារបន្ថែមហើយនឹងលេខាបន្ថែមទៅក្រុមរដ្ឋាភិបាលនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23បានប្តឹងភាគីថៃនិងអ្នកដឹកនាំនៅកម្ពុជាទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កាលពីថ្ងៃទី4ខែកុម្ភៈហើយប្រមាណ5ខែក្រោយមកគឺនៅថ្ងៃទី1ខែកក្កដាការិយាល័យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិបានណាត់ឲ្យមានជំនួបជាលើកទី1រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23បានដាក់ពាក្យបណ្ដឹងរបស់ខ្លួនទៅតុលាការព្រហ្មទណ្ឌអន្តរជាតិតាមរយៈមេធាវីអន្តរជាតិជាតំណាងដោយដាក់ការទទួលខុសត្រូវលើឈ្មោះភាគី2គឺរដ្ឋាភិបាលថៃនិងរដ្ឋាភិបាលលោកហ៊ុនម៉ាណែតរដ្ឋាភិបាលក្រៅប្រទេសនេះប្តឹងទាមទារឲ្យរដ្ឋាភិបាលនិងកងទ័ពថៃទទួលខុសត្រូវលើបទឧក្រិដ្ឋកម្មសង្គ្រាមដែលបានប្រព្រឹត្តដោយកងទ័ពថៃដូចជាការវាយប្រហារលើគោលដៅជនស៊ីវិលនិងទៅលើគោលដៅយោធាដែលបង្កការខូចខាតដល់ជនស៊ីវិលជាច្រើនលើសលប់បណ្ដឹងរៀបរាប់ថាកងទ័ពថៃសុទ្ធតែបានដឹងជាមុនហើយនៅវត្តមានជនស៊ីវិលដែលត្រូវបានជួញដូរនិងឃុំខ្លួនក្នុងមជ្ឈមណ្ឌលឆបោកទាំងឡាយក្នុងទឹកដីនៃប្រទេសកម្ពុជាដែលកងទ័ពថៃបានវាយប្រហាររដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ឲ្យដឹងទៀតថាកងទ័ពថៃទទួលខុសត្រូវលើការប្រើប្រាស់អាវុធធុនធ្ងន់គ្រាប់បែកចង្កោមនិងអាវុធគីមីដែលបំពានអនុសញ្ញាអន្តរជាតិដោយបានបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតនិងសុខភាពរបស់កងទ័ពកម្ពុជានិងជនស៊ីវិលរួមទាំងកុមារផងហើយនឹងបំផ្លាញផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរអគារសាធារណៈសាលារៀនមន្ទីរពេទ្យនិងប្រាសាទបុរាណខ្មែរដូចជាប្រាសាទព្រះវិហារនិងប្រាសាទតាក្របីជាដើមក្រៅពីនេះរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ក៏ប្តឹងទាមទារឲ្យរដ្ឋាភិបាលលោកហ៊ុនម៉ាណែតទទួលខុសត្រូវផ្នែកឧក្រិដ្ឋកម្មលើជនស៊ីវិលដែលត្រូវបានជួញដូរនិងឃុំខ្លួននៅក្នុងមជ្ឈមណ្ឌលឆបោកក្រោមការការពារដោយរដ្ឋដោយមូលហេតុទុកឲ្យពួកគេប្រឈមនឹងការបំផ្ទុះគ្រាប់បែកខុសច្បាប់
រដ្ឋាភិបាលក្រៅប្រទេសរបស់លោកសំរងស៊ីពន្យល់ថាទោះបីជាមានការដឹងច្បាស់ពីការវាយប្រហាររបស់កងទ័ពថៃក្តីរដ្ឋាភិបាលលោកហ៊ុនម៉ាណែតមិនបានជំលះជនស៊ីវិលទាំងនោះចេញពីមជ្ឈមណ្ឌលឆបោកឡើយក្រៅពីជាប់ពាក់ព័ន្ធនិងបណ្ដាញឧក្រិដ្ឋកម្មឆបោកនៅកម្ពុជារដ្ឋាភិបាលលោកហ៊ុនម៉ាណែតថែមទាំងបានអនុញ្ញាតឲ្យប្រើប្រាស់ជនស៊ីវិលជាខែលមនុស្សសូម្បីតែអំឡុងការបំផ្ទុះក្របបែកលន់ស្នូសន្ធឹកកក្រាក់ធរណីប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្ត្រាលីលោកសង្សានករណាប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី21ខែសីហាថាការកោះហៅតំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារឲ្យទៅជួបតំណាងការិយាល័យរដ្ឋអាជ្ញាគឺជាការចាប់ផ្ដើមដំណើរការនីតិវិធីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិលោកសង្សានករណាលើកឡើងថាបណ្ដឹងរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារផ្អែកតាមវិនិស្សកម្មជាក់ស្ដែងលើកម្ពុជានិងយោងតាមច្បាប់អន្តរជាតិដូច្នេះលោកសង្ឃឹមថាតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នឹងធ្វើដំណើរការក្តីជាផ្លូវការដើម្បីនាំយកភាគីប្រព្រឹត្តឧក្រិដ្ឋកម្មទៅផ្ដន្ទាទោសក្នុងគោលដៅរងយុត្តិធម៌ជូនភាគីរងគ្រោះដែលជាប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែរបើយើងផ្អែកអំពីព័ត៌មាននិងភស្តុតាងដែលកើតឡើងសង្គ្រាមនាពេលរយៈកាលកន្លងមករវាងកម្ពុជាថៃហើយនិងភស្តុតាងជាក់ស្ដែងនាពេលបច្ចុប្បន្នយើងឃើញហើយគឺថៃបានប្រើប្រាស់នៅមធ្យោបាយអាវុធយុទ្ធភ័ណ្ឌដ៏សន្ធាប់ណាមកលើកងទ័ពកម្ពុជាហើយមកលើប្រជាពលរដ្ឋកម្ពុជាហើយបានរំលោភបំពានយកឯព្រំដែនដែលជាក់ស្ដែងពួកគេកំពុងតែធ្វើហេដ្ឋារចនាសម្ព័ន្ធរឹងមាំទៅលើទីតាំងរបស់អស់ដែលកម្ពុជាមានតម្កល់នៅលើផែនទីអន្តរជាតិដែលដីរបស់ប្រទេសកម្ពុជាចឹងយើងអាចលើកធ្វើរបស់ក្រុមកងទ័ពថៃនិងរដ្ឋាភិបាលថៃយើងគិតថារដ្ឋាភិបាលថៃអាចលោកអន្តរជាតិជាតំណនអញ្ចឹងហើយបានជាការប្រមូលជាតិគេក៏ហៅដើមបណ្ដឹងនឹងទៅជួបដើម្បីធ្វើការសាកសួរឬក៏ផ្ដល់នូវព័ត៌មាននិងភស្តុតាងអីបន្ថែមទៀតក្រៅពីប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារក៏ស្វះស្វែងរកមធ្យោបាយដើម្បីប្តឹងភាគីថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ពាក់ព័ន្ធនឹងអំពើឈ្លានពានរបស់កងទ័ពថៃដែលកំពុងតែកាន់កាប់ទឹកដីកម្ពុជាជាច្រើនទីតាំងនៅជាប់ព្រំដែនថៃដែររូបភាពពីផ្កាយរណបក្នុងខែមីនាដែលបង្ហាញដោយអង្គការលីកាដូកាលពីពេលថ្មីៗនេះឲ្យដឹងថាផ្ទះរបស់ពលរដ្ឋខ្មែរយ៉ាងតិចចំនួន627ខ្នងនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនទៀតរបស់កម្ពុជានៅតាមបណ្ដោយព្រំដែនកម្ពុជាថៃត្រូវបានយោធាថៃឈូសឆាយបំផ្លាញចោលចាប់តាំងពីកម្ពុជានិងថៃមានបទឈប់បាញ់កាលពីចុងឆ្នាំ2025មកក្រោមការវាយប្រហារបាញ់ផ្លោងរបស់ទាហានថៃពលរដ្ឋខ្មែរ30នាក់បានបាត់បង់ជីវិតនិងជិត100នាក់រងរបួសហើយយុទ្ធជនខ្មែរយ៉ាងតិច140បានពលីជីវិតនិងរងរបួសរាប់សិបនាក់ទៀតមកដល់ពេលនេះពលរដ្ឋខ្មែរភេសកប្រមាណ30000នាក់មិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់នៅឡើយខណៈកម្លាំងអាជ្ញាធរថៃកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធលើទឹកដីកម្ពុជានិងចែកដីរបស់ពលរដ្ឋខ្មែរឲ្យពលរដ្ឋថៃកាន់កាប់ដូចជានៅតំបន់ភូមិជោគជ័យនិងភូមិប្រៃច័ន្ទរបស់កម្ពុជាជាដើមខ្ញុំខណ្ឌលក្ខណាទូរទស្សន៍អាស៊ីសេរី